មានបានស្ថិតនៅក្នុងកម្រិតតម្រូវតម្លៃ $3,858 ក្នុងមួយដំណឹងដែលជាកម្រិតតម្លៃដែលធនាគារកណ្ដាលធំៗនៅក្នុងពិភពលោកបានផ្ដល់ទៅលើសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FH Insight ថ្ងៃទី 2 ខែឧសភា ឆ្នាំ 2025 ទីផ្សារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេល 4 សប្តាហ៍ចុងក្រោយមកនេះដែលបានកើនឡើងទៅបង្កើនកម្រិតតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីផ្សារនិងកម្រិតតម្លៃ $4,220 ក្នុងមួយដំណឹងបើទោះបីជានាពេលបច្ចុប្បន្ននេះតម្លៃមាសបានធ្លាក់ចុះដល់កម្រិតតម្លៃទាប $3,858 ក្នុងមួយដំណឹងក៏ដោយក៏សន្ទុះនៃការកើនឡើងរបស់មាសហាក់ដូចជាមិនទាន់មានការបាត់បង់នោះទេកាលពីសប្តាហ៍មុនលោក David Morrison អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅឯ Trade Nation បានលើកឡើងថាតម្លៃមាសអាចនឹងមានការធ្លាក់ចុះមករត់នឹងកម្រិតតម្លៃ $3,850 ក្នុងមួយដំណឹងមុនពេលដែលនឹងអាចមានការកើនឡើងបន្ថែមហើយអ្នកវិភាគផ្សេងទៀតក៏បានកត់សម្គាល់ផងដែរថាមាសកំពុងតែជួបប្រទះទៅនឹងកម្រិតទម្រតម្លៃនៅក្នុងបរិវេណ $3,200 ក្នុងមួយអោនឬមួយក៏ $3,858 ក្នុងមួយដំណឹងនៅពេលដែលទស្សនៈជុំវិញសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមល្អប្រសើរបន្តិចម្ដងប្រធានាធិបតី Donald Trump បាននិយាយថារដ្ឋបាលរបស់លោកកំពុងតែធ្វើឲ្យមានការវិវត្តទៅលើការចរចាពាណិជ្ជកម្មដែលជាលទ្ធផលនៃពន្ធសកលជាប្រវត្តិសាស្ត្រលើការនាំចូលហើយខណៈពេលដែល Wall Street ចាប់ផ្ដើមមានទស្សនៈល្អប្រសើរជាមួយនឹងមាសវិញបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថារដ្ឋបាលរបស់គាត់កំពុងតែបង្កើតល្បឿននៅក្នុងការចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងទៀតទោះបីជាយ៉ាងណាក៏ដោយការខូចខាតជាច្រើនពីពន្ធអាចត្រូវបានធ្វើឡើងរួចមកហើយដោយសារតែអ្នកវិភាគមួយចំនួនបានរាយការណ៍អំពីការកើនឡើងនៃបញ្ហាហិរញ្ញវត្ថុមួយចំនួនរបស់អ្នកប្រើប្រាស់ប្រចាំ Main Street ដែលថាវានឹងត្រូវការរយៈពេលយូររហូតដល់ទៅ 2 ទៅ 3 ឆ្នាំដើម្បីស្ដារនៅការខូចខាតមកវិញដែលអាចឲ្យសហរដ្ឋអាមេរិកខ្លាចទៅជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានដូចមុនហើយតម្រូវការនាំចូលមាសនៅតែបន្តការកើនឡើងដែលអាចនឹងជំរុញធ្វើឲ្យតម្លៃហាងឆេងមាសបន្តការកើនឡើងបើទោះបីជាធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងធ្វើការរក្សាអត្រាការប្រាក់នៅកិច្ចប្រជុំថ្ងៃទី 7 ខែឧសភាខាងមុខនេះក៏ដោយសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FH Insight